សុស្ដីបងប្អូនអរគ្នាសង្គ្រាមនឹងនាំនៅការបែកបាក់ហើយនឹងការលំបាកដល់ប្រជាជនដូចជាសង្គ្រាមរបស់រុស្ស៊ីជាមួយយូក្រែនជិតដល់ដំណាក់កាលដ៏សំខាន់មួយទៀតហើយក៏ប៉ុន្តែថ្មីនេះប្រទេសយូក្រែនកំពុងស្ថិតនៅដំណាក់កាលដែលពិបាកជ្រើសរើសមកខាងគឺជាប្រទេសរុស្ស៊ីដែលជាអ្នកស្លៀនពានដែលធ្វើឲ្យប្រទេសយូក្រែនមានលទ្ធផលដល់សពថ្ងៃមកខាងទៀតគឺជាសហរដ្ឋអាមេរិកដែលគឺជាសព្វនមិត្តដែលមានអំណាចដែលតែងតែជួយដល់ថវិកាក៏ដូចជាគ្រឿងអាវុធដើម្បីយូក្រែនទប់ទល់ជាមួយរុស្ស៊ីតើការដល់ថវិកាក៏ដូចជាការជំនួយគ្រឿងអាវុធឲ្យយូក្រែនសិតតែព្រីឬក៏មានការគិតគូរផ្សេងនៅខាងក្រោយការព្រីនឹងតើចាប់ដើមស្វែងយល់ទាំងអស់គ្នាបងប្អូននេះនិយាយដល់ពេលហ្នឹងយើងក៏មិនអាចបដិសេធថាបើគ្មានជំនួយរបស់សហរដ្ឋអាមេរិកយូក្រែននឹងពិបាកក្នុងការប្រឆាំងនឹងរុស្ស៊ីពួកជំនួយទាំងនេះបានផ្ដល់កម្លាំងដល់យូក្រែនក្នុងការចម្បាំងជាមួយរុស្ស៊ីក្រៅពីនឹងសហរដ្ឋអាមេរិកបានជួយយូក្រែនក្នុងការទាក់ទាញដៃគូជាសព្វនមិត្តថ្មីតើក្នុងការជំនួយដល់ថវិកាឲ្យយូក្រែននេះសិតតែសេរីឬពួកគេបានស្នើឲ្យយូក្រែនផ្ដល់សិទ្ធិក្នុងការគ្រប់គ្រងធនធានគ្រឿងរ៉ែដែលមានតម្លៃក្នុងនោះយូក្រែនត្រូវផ្ដល់សិទ្ធិឲ្យសហរដ្ឋអាមេរិកគ្រប់គ្រងធនធានរ៉ែឡើងដល់$500,000 លានសហរដ្ឋអាមេរិកនេះបានបង្ហាញថាអាមេរិកមិនចង់មានសង្គ្រាមយូរទៀតទេតែយូក្រែនគ្រាន់តែអាចត្រូវបាត់បង់ទឹកដីដ៏សំខាន់បើប្រព្រឹត្តខុសការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនឹងធ្វើឲ្យយូក្រែនក្នុងស្ថានភាពដោយអាក្រក់ក្នុងរឿងនេះមានអ្នកខ្លះរិះគន់ថាយូក្រែនផ្អែកលើសហរដ្ឋអាមេរិកពេកអ្នកខ្លះលើកស្ទួយគោលបំណងរបស់សហរដ្ឋអាមេរិកចង់បញ្ចប់សង្គ្រាមនៅយូក្រែនក៏ប៉ុន្តែការបញ្ចប់សង្គ្រាមតាមគោលបំណងរបស់សហរដ្ឋអាមេរិកវានឹងធ្វើឲ្យប្រទេសយូក្រែនបាត់បង់នូវផលប្រយោជន៍ឬក៏ទឹកដីក្នុងរឿងនេះយើងមិនអាចវិតម្លៃថាភាគីខាងណាខុសនឹងត្រូវនោះទេយើងទៅប្រើស្មារតីដែលគ្មានល្បៀងដើម្បីដោះស្រាយមើលទៅជម្រៅបានដឹងថាខាងណាខុសខាងណាត្រូវដូចជាក្នុងភូមិមួយដែលមានគ្រួសារជាច្រើនរស់នៅក្បែរគ្នាក្នុងនោះមាន3គ្រួសារដែលមានអំណាចមានលុយហើយមានសម្លេងខ្លាំងជាងគេក្នុងភូមិនឹងក្នុងនោះគ្រួសារទី1គឺជាអ្នកមានសម្លេងធំជាងគេមានលុយមានអំណាចហើយក៏មានកម្លាំងក្នុងនោះគ្រួសារទី2ក៏ជាគ្រួសារមួយដែលមានអំណាចមានកម្លាំងក៏ប៉ុន្តែមិនសូវមានលុយដូចគ្រួសារទី1គ្រួសារទី3ក៏ជាគ្រួសារមួយដែលមានអំណាចមានលុយមានកម្លាំងក៏មានសម្លេងខ្លាំងក្នុងភូមិនឹងផងដែរគ្រួសារ3នឹងមានសម្លេងមានអំណាចខ្លាំងណាស់ក្នុងភូមិនោះហើយតែមួយក្នុង3គ្រួសារនឹងក៏អស់ដឹងតាមអភូមិត្រូវប្រាក់ខ្សែភ្លាមក៏ប៉ុន្តែ3គ្រួសារនឹងក៏គ្មានត្រូវគ្នាប្រមាណដែរគ្រួសារនីមួយសិតតែមានគោលនយោបាយខុសៗគ្នាហើយក្នុងភូមិនឹងមានគ្រួសារតូចមួយដែលរស់នៅក្បែរជាប់ជាមួយគ្រួសារទី2ដែលជាបងប្អូនបង្កើតចិត្តស្និទ្ធគ្នាពីដើមមកហើយរឿងឯមកដល់គុំតែដល់ទេក្នុងគ្រួសារតូចនឹងបានដូរអ្នកកាន់អំណាចហើយឃើញគ្រួសារទី1មានបាក់ពោះគ្នាច្រើនហើយមានអំណាចមានសម្លេងស្រាប់តែចង់ដើរតាមគោរពគ្រួសារទី1នឹងជាបងធំទោះបីជាគ្រួសារទី2រារាំងហាមឃាត់ក៏ដោយត្រូវមិនបានចំពោះអាបោបង្កើតពីមុនមកសុទ្ធតែស្ដាប់បង្កើតស្លាប់រស់មួយគ្នាបែរជាឥឡូវប្រែកចិត្តស្ដាប់តាមការញុះញង់របស់អ្នកដទៃគ្រួសារទី2នឹងបានយកកម្លាំងមកបដៅអាប្អូនបង្កើតនេះឲ្យវាដឹងហេតុអ្វីទឹកស្មត់គឺវាប្រែគ្រួសារតូចនោះក៏មិនព្រមចោទចែងបែរជាទៅអង្វរគ្រួសារទី1ដែលជាបងធំមកជួយដើម្បីប្រឆាំងជាមួយគ្រួសារទី2វិញក្នុងស្ថានភាពនោះគ្រួសារទី1ក៏ជាអ្នកមានចិត្តមានថ្លើមយកទាំងគ្នាទាំងស្បៀងទាំងអាវុធមកដើម្បីជួយប្រឆាំងទប់ទល់ជាមួយគ្រួសារទី2ក្រុមទាំងនេះបានរួមគ្នាប្រឆាំងហើយធ្វើសម្ពាធយ៉ាងខ្លាំងលើគ្រួសារទី2ដូចជាបដិតតំណងឈោករកអានជាដើម គ
ការដាក់ទណ្ឌកម្មនេះក៏ចេតនារុញឲ្យគ្រួសារទី2នឹងទៅជិតស្និទ្ធជាមួយគ្រួសារទី3ដែលជាអ្នកខ្លាំងអ្នកមានអំណាចហើយមានលុយផងដែរគ្រួសារពីរនឹងបានសហការគ្នាទៅរកអ្នកដែលមិនត្រូវជាមួយគ្រួសារទី1បង្កើតជាក្រុមមួយដ៏ខ្លាំងមានអំណាចក្នុងភូមិនឹងដើម្បីទប់ទល់ជាមួយក្រុមរបស់គ្រួសារទី1ការប្រសាំងគ្នារវាងគ្រួសារតូចជាមួយគ្រួសារទី2នឹងដែលមិនទាន់ដឹងស្នះចាញ់នោះស្រាប់តែក្នុងគ្រួសារទី1នឹងបានដូរអ្នកកាន់អំណាចឡើងហើយក៏ដូរគោលនយោបាយគ្រួសារធំនឹងទៅនិយាយជាមួយគ្រួសារតូចនឹងថាខ្ញុំមិនធ្វើការព្រាយលួយឯងតិចទេរកការជំនួយពីដើមមកនឹងទៅគិតជាប្រាក់ចំណូលដើម្បីសងខ្ញុំវិញហើយក៏មើលឃើញក្នុងផ្ទះគ្រួសារតូចនឹងមានប្រាក់សន្សំពីដូនតាមកដើម្បីទុកឲ្យអនាគតឲ្យកូនចៅហើយក៏ធ្វើសម្ពាធលើគ្រួសារតូចនឹងបើសិនអ្នកមិនឲ្យលុយខ្ញុំទេអ្នកឯងត្រូវចែកប្រាក់សន្សំនឹងឲ្យខ្ញុំខ្លះដើម្បីបន្តការជំនួយបើសិនអត់ទេខ្ញុំនឹងដកកម្លាំងចេញទាំងអស់ទុកឲ្យអ្នកឯងទប់ទល់ជាមួយគ្រួសារទី2ឥឡូវធ្ងន់កហើយខាងមុខគ្រួសារទី2កំពុងតែយកដីខាងក្នុងគ្រួសារទី1កំពុងតែសង្កត់យកប្រាក់ធ្វើដូចម្ដេចឥឡូវមានតែយកលុយសន្សំរបស់ដូនតាទៅចែកឲ្យគ្រួសារទី1ហើយទៅចរចាទាំងបាត់បង់ទឹកដីជាមួយគ្រួសារទី2ឲ្យរួចដូច្នេះហើយយើងអាចនិយាយថាការគិតខុសរបស់មេគ្រួសារមួយវាអាចបណ្ដាលឲ្យគ្រួសារទាំងមូលធ្លាក់ចូលនិរោធអបជ័យភ្លាមតើបងប្អូនយល់យ៉ាងណាចំពោះវីដេអូនេះសូមទុកខមមិនខាងក្រោមណាសូមអរគុណសម្រាប់ការទស្សនា